ឡើងកម្ដៅហើយលោកតាសក់សភ្នំត្បែងប្រកាសសុំយុត្តិធម៌ជាមួយការចេញបញ្ជាក់រឿងរ៉ាវក្តៅគគុកក្រោយមានមតិចោទប្រកាន់ច្រើនចាកន្លងទៅនេះរឿងរ៉ាវលោកតាបោះសក់សភ្នំត្បែងម្នាក់ត្រូវបានមហាជនខ្មែរលើកឡើងវែកញែកយ៉ាងក្តៅគគុកចាប់បន្ទាប់ពីធ្លីថាមានជាប់ពាក់ព័ន្ធជាមួយកម្ពុជាតារាចម្រៀងមីសុកសុភាចាយ៉ាងណាមិញកាលពីថ្ងៃទី16ខែឧសភាឆ្នាំ2025ថ្មីនេះចាពលគឺតាមរយៈเพจរបស់លោកតាសក់សភ្នំត្បែងរូបនោះចាស្រាប់តែគេឃើញមានការបង្ហោះសារយ៉ាងវែងចាដែលបានចេញមកបញ្ជាក់ពីមូលហេតុមួយចំនួនក្រោយមានការចោទប្រកាន់លើខ្លួនចំពោះរឿងរ៉ាវមួយចំនួនកន្លងទៅនេះចាជាក់ស្ដែងតាមទំព័រ Facebook របស់លោកតាសក់សភ្នំត្បែងបានរៀបរាប់យ៉ាងលម្អិតចំពោះរឿងរ៉ាវចោទប្រកាន់ទាំងនោះជាមួយការទទូចសុំយុត្តិធម៌ផងដែរថាដៃស្ដាំរបស់ខ្ញុំត្រូវបាត់បង់ទាំងស្រុងដោយសារតែសង្គ្រាមនៅក្នុងសមរភូមិស្វាយចេកក្នុងកំឡុងឆ្នាំ1989ចាព្រោះតែការការពារជាតិការពារទឹកដីការពារជនប្រុសស្រីទាំងឡាយឲ្យរួចផុតពីការផិតភ័យកន្លងមករឿងរបស់ខ្ញុំអស់ពីលុយ230000ឥឡូវខ្ញុំត្រូវគេចោទប្រកាន់ថាជាចោរលួចយកម៉ូតូគេរត់ទៅភ្នំត្បែងគេចោទយើងថារកស៊ីគ្រឿងញៀនមិនត្រឹមតែប៉ុណ្ណោះពួកគេបែរជួលចាមនុស្សមកសម្ដែងដើម្បីទម្លាក់កំហុសមកលើរូបជើងដោយគ្មានក្តីពិចារណាយើងចង់ដឹងណាថាតើនៅលើលោកនេះមានជនពិការដៃស្ដាំណាដែលអាចបើកម៉ូតូដៃឆ្វេងបានទេហ្គាម៉ូតូនៅខាងស្ដាំហើយខ្ញុំត្រូវពិការដៃស្ដាំទាំងស្រុងតើមានជនពិការដៃស្ដាំណាដែលអាចបើកម៉ូតូដៃឆ្វេងបានតើមានជនពិការដៃស្ដាំណាដែលអាចលេងហ្គីតាដៃមួយចំហៀងបានទេឲ្យយកដៃណាចាប់ខ្ទង់ដៃណាកេះហ្គីតាហេតុអីលោកទាំងឡាយនាំគ្នាមកចោទប្រកាន់ទម្លាក់កំហុសមកលើយើងបែបនេះទៅវិញចាលោកបន្តទៀតថាជើងមិនបានរត់គេចខ្លួនទៅណាទេជើងរងចាំអ្នកច្បាប់ចេញដីកាកោះហៅទៅបំភ្លឺគ្រប់ពេលខ្ញុំមិនបានរត់គេចពីសច្ចធម៌នោះទេចាសង្ឃឹមថាអស់លោកចាអ្នកមានបុណ្យគ្រប់រូបតាមបណ្ដាស្ថាប័នរដ្ឋចាដែលមានតួនាទីដឹកនាំផ្លូវលោកមេត្តាជួយស្រាវជ្រាវរកការពិតរកយុត្តិធម៌ដល់រូបខ្ញុំផងចុះម្នាក់នាំគ្នាយករូបថតយើងតាំងពីអតីតកាលមុនពេលបួសមកធ្វើជាបច្ចុប្បន្នភាពដើម្បីបំពុលសង្គមមិនត្រឹមតែប៉ុណ្ណោះចោទយើងថាជាគ្រូអាគមយើងសូមជម្រាបទៅលោកទាំងឡាយថាការបដិបត្តិធម៌របស់យើងក្នុងពេលកំពុងបួសគឺយើងយកតែការសមាធិជាគោលក្នុងការឆ្វេងយល់ធម៌ប៉ុណ្ណោះមិនបានរៀនវិជ្ជាដេរឆានណាចាស់ដែលនាំឲ្យប៉ះពាល់ដល់សតិបញ្ញារបស់មនុស្សឡើយយើងមិនចង់និយាយអ្វីច្រើនទេបើខ្ញុំនៅតែប្រព្រឹត្តអំពើល្អមានគុណធម៌ដូច្នេះសច្ចធម៌នៅតែជាអាវុធការពារយើងជានិច្ច